រឿងបូជាព្រះបរមសង្ឃចំពោះព្រះនិមិត្តភាពវេលាពុទ្ធសាសនាគ្រប់5000ទេវតាទាំងឡាយក៏ជាអ្នកគាល់នៅសមោធាននៃព្រះនិមិត្តភាពពេលដែលលោកនេះរៀបនៅនេះទេវតាទាំងឡាយក៏ជាអ្នកមកប្រាប់ដំណឹងដល់មនុស្សលោកដែរអញ្ចឹងទេវតានេះជាកតិមួយក៏បីសពរៈទាំងឡាយគ្រប់រាប់រកដោយសហធម្មិកធម៌ដោយសេចក្តីរាប់អានពេលថ្ងៃនេះវត្តចន្ទបជោទនារាមយើងបានរៀបចំគណៈសក្ការៈបូជាទាំងឡាយមាននៅគ្រឿងលំដាប់ដោយជានឹងទូភ្ញៀវការទាំងឡាយនេះមកបូជាចំពោះទេវតាគឺសេចក្តីរាប់រងចំពោះទេវតាមានបំណងណាច្រើនទេគ្រាន់តែជាការរក្សានៅទំនៀមផងការរក្សានៅប្រវេណីរបស់ជាតិផងជាការរាប់រងនៅដំណើរនៃពួកទេវតាទាំងឡាយផងដោយជាការកំណត់ម៉ោងវេលាទិដ្ឋិទាំងអស់នេះជាការកំណត់អស់នៃយាមរបស់ខ្មែរដែលចែងតែតាមវាទស្សនាតែតាមក្បួននៃព្រះបរមរាជវាំងដែលលោកតែពិតយកតាំងពីបុរាណមកអញ្ចឹងក្នុងរយៈកាលបាញ់មិញត្រឹមផ្ទៃស្រុកខ្មែរស្រុកខ្មែរយប់ខែភ្លឺថ្លាផ្ទៃស្រុកខ្មែរស្រុកខ្មែរយប់ខែភ្លឺថ្លាអ្នកស្រុកធ្វើការលោកកាយអ្នកស្រុកធ្វើការធ្វើការគ្រប់ដៃមានជាងឈូងឈើរៀបធ្វើផ្ទះថ្មីមានជាងឈូងឈើរៀបធ្វើផ្ទះថ្មីរីពួកស្រីលោកកាយអ្នកអាយរីពួកស្រីហាស្រិតស្ដីអង្គមានជាងចំឡាំងមានអ្នកគោស្គមានជាងចំឡាំងមានអ្នកគោស្គកញ្ញារូបល្អលោកកាយអ្នកកញ្ញា